ការបន្តិចជួយដែរទៅជួលោកយាយបាទមូលនិធិខ្មែរប្រចាំទីក្រុងវ៉ាឡិនតុន50000រៀលបាទទៅជួលោកយាយដោយបន្ថែមដើម្បីឲ្យលោកយាយការខ្វះខាតទិញของប្រាក់ទុកវិញទៀតណាលោកយាយហើយនឹងលោកពូវណ្ណៈគឺគាត់បានមកដែរបានរួមដំណើរមកជាមួយដែរបាទហ្នឹងហើយលោកពូវណ្ណៈបានរួមដំណើរមកជាមួយដែរមកពីញូហ្សេឡង់បាទហើយចឹងជួលោកយាយហ្នឹង$5បាទ$5ដែរហើយម្ដាយខ្ញុំបានក៏បានធ្វើដំណើរមកជាមួយខ្ញុំដែរបាទគឺថា20000រៀលដែរបាទជួនិយាយទៅនឹងបងខាវរីដែលគាត់បានធ្វើដំណើរមកជាមួយខ្ញុំដែរគឺ5000រៀលបាទគឺបានមករួមដំណើរជាមួយគ្នាហ្នឹងហើយនិយាយចៅកូនចៅរបស់គ្នាសូមជូនរបស់របស់មកទីជួយឲ្យពរជ័យទៅដល់សម្រាប់លោកយាយបាទឲ្យពរឲ្យជ័យដល់បងប្អូនរបស់ប្រជាជនយើងបាទឲ្យប្រសើរកើនការជូនសុខជាចាដល់ថ្ងៃមានចិត្តជាថ្លាអុយវ៉ាន់ជូនជូនទៅប្រមាណទៅសូមទីបីបាត់ទីរសាបងអគ្នាបានសុខបានស្បាយបានចៅបានទទួលអំណោយពីខាងបងស្រីដែលជាតការម្ចាស់ហាងលក់ទំនិញគ្រឿងអេឡិចត្រូនិកហ្នឹងនៅឈូមេញហួតនៅទីក្រុងភ្នំពេញបានឧបត្ថម្ភកូនវិទ្យុមួយបាទហើយនឹងព្រមទាំង7សម្រាប់ចាំងនៅពេលជុំនេះគេស្ដាប់លោកទេលោកយាយស្ដាប់លោកទេយើងអាចស្ដាប់បាទយើងមានវិទ្យុហើយហើយនេះមានកូន7មួយទៀតហើយនេះ7ថាជុំប្រឡប់អីលោកយាយបត់ជើងបត់ដៃអីគឺមាន7ចុចបាទវាមិនល្ងឹតណាបាទណាបាត់ណាបាត់រួចតែផ្លេចប្រាថ្នានេះទុកសាផលដែលជួយទ្រព្យសម្បត្តិខ្ញុំទាំងឡាយទាំងគូទាំងរបស់ស៊ីរបស់ជោគរបស់ទាំងឡាយនេះទៅសូមប្រាថ្នាយ៉ាងណាបានដូចតែផ្លេចប្រាថ្នាមានយុទ្ធសាស្ត្រគុំកើនរុងរឿងតទៅមុខមានអាយុវែងកុំឲ្យមានគ្រោះថ្នាក់លើយទៅទីណាទៅណាទៅសាបាទចង់បញ្ចន់ខ្ញុំមកទៅភាពតំណាងឲ្យមូលនិធិខ្មែរប្រចាំទីក្រុងវ៉ាឡិនតុនប្រទេសញូហ្សេឡង់បាទបាទប្រពុតថ្លៃអំណរគុណយ៉ាងជ្រាលជ្រៅចំពោះបងប្អូនប្រជាជនយើងដែលបានបរិច្ចាគថវិកាផ្ទាល់ខ្លួនមកដល់ចំណាយតាមរយៈខ្ញុំបាទដើម្បីខ្ញុំបានធ្វើការសពរដ្ឋធម៌ជូនបងប្អូនប្រជាពលរដ្ឋយើងដែលមានជីវភាពក្រីក្រដែលកំពុងរស់នៅប្រទេសកម្ពុជារបស់យើងនេះខ្ញុំបាទក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅនិងសូមជួបពរលោកអ្នកជួបម្ចាស់តែកលេសសុខរីចម្រើនសុភមង្គលល្អក្នុងក្រុមគ្រួសារម្យ៉ាងវិចិត្រគុំចាស់គុំកូន4ប្រការគឺអាយុវណ្ណៈសុខៈពលៈកំបីគ្លីកទៅឡើយបាទសូមអរគុណបាទហើយខ្ញុំបាទក្រុមការងារមូលនិធិខ្មែរជួយខ្មែរនឹងរៀបរាប់អសន្នក៏សូមប្រសិទ្ធពរជ័យសិរីសុខស្ដីវិបុលសុខសូមទេវតាឆ្នាំថ្មី2017ជួយបីបាច់តាមថែរក្សាក្រុមគ្រួសាររបស់លោកស្រីលោកប្រុសជាម្ចាស់ទាននៅប្រទេសញូហ្សេឡង់ទាំងអស់គ្នាបាទសូមឲ្យរកទទួលទីមានបានមានសុភមង្គលបងប្រាថ្នាអ្វីសូមឲ្យសម្រេចគ្រប់បំណងភារកិច្ចទាំងអស់បាទសូមអរគុណសូមជម្រាបលាបាទតំណាងអមរសិទ្ធិខ្មែរប្រចាំទីក្រុងវ៉ាឡិនតុនសូមអនុញ្ញាតជម្រាបជូនពុកម៉ែបងប្អូននៅក្នុងស្រុកនិងក្នុងស្រុកក្នុងជួបបាទថ្ងៃនេះដែរខ្ញុំបាទបានធ្វើដំណើរមកខេត្តបន្ទាយមានជ័យនេះជាគ្រួសារទី3ហើយនឹងរួមមកជាមួយនឹងបងប្អូនចូលបានខ្ញុំបាទតំណាងក្រុមការងារមូលនិធិខ្មែរជួយខ្មែរនៅទីក្រុងសាបានរួមដំណើរជាមួយនឹងវាសុខដើម្បីដឹកនាំនៅថវិកាក៏ដូចជាអំណោយសប្បុរសធម៌អាចទទួលបានពីពុកម៉ែបងប្អូនសប្បុរសជននៅប្រទេសញូហ្សេឡង់ឧបត្ថម្ភផ្ទាល់តាមរយៈមូលនិធិខ្មែរប្រចាំក្រុងវ៉ាឡិនតុនដើម្បីចែកជូនទៅដល់គ្រួសារ7គ្រួសារនៅខេត្តបន្ទាយមានជ័យបាទនេះគឺជាគ្រួសារទី3ជំរាបសួរជំរាបសួរលោកគ្រូបាទលោកគ្រូក៏បាយលោកបាទហើយលោកគ្រូជួយដែរលោកគ្រូមកខែហាមបាទហើយលោកគ្រូមានប្រជជនបានឆ្នាំខ្ញុំមកអាយុ61ហើយទៅនៅកន្លែងគេហៅភូមិអីភូមិអីលោកគ្រូភូមិថ្មីភូមិប្រាសាទស្រុកពនិតនេះខេត្តបន្ទាយមានជ័យខេត្តបន្ទាយមានជ័យហើយបាទនេះជា3នាក់ជាកូនរបស់លោកគ្រូបាទបាទចុះម្ដាយរបស់យុទ្ធនាគុណលោកគ្រូណាស្លាប់ហើយស្លាប់ពីខែស្អីខែហ្នឹងបាទ3ខែគ្រូណាគាត់ស្លាប់ដោយសារអីដែរគាត់ស្លាប់ដោយសារអីដែរជំងឺគឺគាត់ទៅស្រាពីសុំថាទៅឈប់ទៅឈប់សោះដល់ពីចាប់ទៅជួយទៅទៅទៅជាទៅហៅមកឈប់ទៅទៀតនេះចាប់ទៅទៅបោមកទៅទៅបាទហើយលោកគ្រូមានប្រជជនមកណាបាទ
កូនទៅតូនទៅប្រហែលអ្នកទៅ គូនេះជិតឆ្នាំមកមួយ ចឹងលោកពុនលោកគ្រូតាមមានប្រជុំបានទេគាត់ថាគាត់ចាស់ សេបមួយ តែមួយបាទគាត់ដាក់3ហើយតែកូនមានតែ3នាក់ទេ គូជុំនោះវានៅនៅគីឡូនេះគូនេះគូខ្ញុំនេះ5 បាទ តែណាមួយទៅបាយទេ បាទបាទ អាមួយអងហ្វុនហើយអត់6ខ្ញុំប្រាប់ទេ6ស្រីមួយឡើងជីឈូបាទ បាទពេលនេះខ្ញុំបាននាំថាវិការមួយចំនួនពីបងប្អូនយើងនៅប្រទេសយូហ្គាឡង់មកពីក្រុងវ៉ាឡេតុនដែលបានមកបឋមដល់គ្រូបាលគូដែលបានព័ត៌មានបងប្អូនមិនទៅដែលបានលោកគ្រូមានជីវភាពក្រីក្រប្រពន្ធក៏ទៅនឹងក្លាប់ចោលបងប្អូន3នាក់ហើយនេះជាផ្ទះតូចរបស់គាត់បានជាផ្ទះទីនៅរបស់គាត់ហើយយើងឃើញក្រាប់ហើយជាថ្ងៃនេះគឺលេចក្រោយហើយបានតែរស់នៅពីចំកូន3នាក់តូចតែអញ្ចឹងខ្ញុំបានទិញកង់សម្រាប់ហូបចុកក៏ដូចជាកង់សម្រាប់ប្រើប្រាស់មួយចំនួនដូចជាអង្ករ25គីឡូហើយមានឆ្នាំងមានចានជាទឹកចានប្រាក់ក៏បាត់នឹងចានមានឆ្នាំងឆាតែឆាមានមិនចប់យើងខ្ញុំប្រដាប់ប្រើប្រាស់គឺមានបញ្ចប់នៅខាងមុខនេះហើយហូបចុកគឺយើងមានសៀងមានចេកមានប្រហុកអំបិលកហើយនឹងអកប្រហុកទៅណាហើយនឹងមានទឹកស្អ៊ីងទឹកត្រីហើយនឹងខ្ទឹមដែរបាទហើយនឹងមានចេកបាទហើយនឹងស្ដាប់បែបស្ដាប់3ប្រទេសបាទទូលលោកគ្រូដែរដែលនាំមកប្រទេសគឺលោកបាទបាទឆ្នាំនេះឆ្នាំការ៉ាបាទសម្រាប់ការកដៅខ្លួនឬក៏គូឈឺក្បាលអីហ្នឹងហើយនឹងពេកហ្នឹងមានពណ៌មាត់កដៅខ្លួនហ្នឹងឲ្យពុកបរិច្ចាគសាពីគ្រាប់ម្ដង4ម៉ោងអត់បាត់សាពីគ្រាប់ទៀតរបស់ពេកប៉ុណ្នេះឲ្យគ្រាប់ទៀតណាមិនទៅបាត់ដាក់ហ្នឹងមកគ្រាប់ទៀតហើយយើងអាចបានច្រើនមុខគឺថាគឺក្បាលក៏បានកដៅខ្លួនព្រមព្រឹងនេះណាបាទពណ៌មាត់អីហ្នឹងចឹងតែនៅបីប្រទេសហើយនឹងមានថវិកាមួយចំនួនតែដែលថាគូកុំគូទិញអ្វីៗក៏ប្រដាក់ពេកទៀតបាទគឺមូលនិធិខ្មែរយើងបានជួយ$50,000អស់$50,000លុយខ្មែរបាទ$50,000ដែរនេះដល់លោកគ្រូលើកបានមកជួយទៅដល់ប្រទេសក៏បានតន់ទៅនឹងលោកក៏ណាគ្រូបានធ្វើដំណើរមកទៅណាបាទមកខាងជាជ័យនេះគឺលោកគ្រូហ្នឹង$5,000បាទហើយបាទគឺក៏គឺ$10,000ណា10000រៀល 10000លុយខ្មែរបាទ10000លុយខ្មែរដែរហើយនឹងបងផាវរីបាទផាវរីនោះមកធ្វើដំណើរវិញទៅ$5000រៀលដែរបាទហើយអញ្ចឹងគេចប់បញ្ចប់លោកគ្រូមានពាក្យពេចន៍អ្វីដែលថ្លៃអំណរគុណទៅដល់ប្រជាជនយើងក៏ឲ្យគាត់ជ័យដល់គាត់ដែលបានបរិច្ចាគថវិកាទិញសម្ភារៈឧបករណ៍ទៅយើងបច្ច័យទៅខ្លួនបងប្អូនប្រើប្រាស់ទៅយើងពុទ្ធ ខ្ញុំទៅអនណាបានជួយអបធនខ្ញុំខ្ញុំទៅដល់ទីនេះគឺខ្ញុំទៅអរគុណណាស់ចឹងគឺវិច័យសម្ភារៈនេះបានជារបស់ចាស់ទៀនចឹងខ្ញុំចាស់សូមអរគុណសូមអរសូមយន្តការរបស់បងប្អូនបងប្អូនដែលបានកាត់ខ្ញុំសូមគួរទៅចូលទៅទៅទីណាណាក៏ខ្ញុំទៅទាំងឡាយសូមពុទ្ធកាមសំគណៈគណៈត្រៃគុណបាលមីព្រះអង្គកម្មថេសាខ្ញុំនេះក៏សូមអង្គកម្មថេសាគូចម្លោះផុតពីមេនេះគូនេះបានទឹកថ្នាទៅទីណាជីវិតទៅទៅទីសូមអរគុណទៅទៅខកដាច់បារមីទៀតបានតាថេសាខ្ញុំនេះក៏សូមអរអង្គមានពុទ្ធការដើម្បីឲ្យគោលអង្គស្រីស្រួលឲ្យចៅទាំងអស់គ្នាដែលបានខ្ញុំនេះក៏សូមអង្គណាត់ក្នុងពុទ្ធតាមលោកទេសាសនាអត់មានខ្ញុំមកទៅជាដំណើរមកពីខ្មែរប្រចាំទីក្រុងវ៉ាឡេតុនក៏សូមថ្លែងអំណរគុណជាជ្រាលដល់បងប្អូនយើងបានចាប់បានឲ្យកាតិកាតខ្លួនដើម្បីឲ្យប្រមាណចែកនៅការងារសពធនក្នុងប្រទេសខ្មែរយើងនេះពេលនេះគឺឃើញប្រាប់ឲ្យប្រមាណទិញសម្ភារៈហូបចុកក៏ដូចជារបស់របរប្រើប្រាស់ពេកជូនដល់លោកគ្រូដែលគាត់រស់នៅជាមួយកូន3នាក់ដែលកំពុងតែបរិច្ចាគយើងក្នុងនេះបានចាក់កូនរបស់គាត់នៅរយៈពេលទាំង2ខែបាទចឹងទៅទៅទៅជ័យសេរីក្នុងតោះកើតមានដល់ក្រុមគ្រួសាររបស់លោកអ្នកចាំចូលអនៅទៅទទួលទានមានបានដល់គាត់ជាបេតិកភណ្ឌស្គាល់ថាពីមានអនុប្រទេសទៅទៅទៅភាសាគឺអាយុរបស់កាប់លាក់ដើម្បីជាទៀតឡើយបានទៅសូមក្រុមសិទ្ធិពលជ័យសូមអរគុណម៉ែបងប្អូនសប្បុរសជននៅប្រទេសញូហ្សេឡង់ព្រមទាំងពុកម៉ែបងប្អូនសប្បុរសជនទាំងអស់គ្នាដែលបានចូលជាថវិកាផ្ទាល់ខ្លួនដើម្បីចែករំលែកនៅការងារមនុស្សធម៌នៅក្នុងប្រទេសកម្ពុជាតាមរយៈមូលនិធិខ្មែរប្រចាំក្រុង Wellington ដែលដឹកនាំផ្ទាល់ដោយលោកអ៊ីសុភីមព្រមទាំងអរគុណសូមថ្លែងអំណរគុណទៅដល់
អមស្រីកត់សខនដែលបានរួមដំណើរជាមួយអរគុណដល់លោកពូព្រមទាំងបងប្អូនទាំងអស់គ្នាដែលបានរួមដំណើរជាមួយនឹងក្រុមការងារយើងខ្ញុំទាំងអស់គ្នាដើម្បីធ្វើការងារមុខធម៌នៅខេត្តបន្ទាយមានជ័យជូនអ្នកជូនផលកសលផលបនទាំងអស់នេះសូមឲ្យបានដល់លោកលោកស្រីទាំងអស់គ្នាសូមឲ្យជួបប្រទះតែនឹងសេចក្តីសុខសេចក្តីចម្រើនរកទទួលទីមានបានមានសុភមង្គលគ្រប់គ្រប់ក្រុមគ្រួសារបាទសូមអរគុណសូមជម្រាបលា Hari ini macam tiada ni macam tiada telah jumpa dengan nasib tiada jumpa ibu Aisyah sudah ini dari jenis semua telah pada sumber semua apapun masuk pada kita menjadi apa yang karena cinta sumpah itu karena kita narakan sumpah karena wujud kita ketika kita dan sumpah itu kita jenis sumpah kita karena kita dan sumpah Amrita bốc lâu đầm bay được thưa đầm nào từ mùa đầm bay đang sang cửa hoàn toàn lúc đi từ sau lúc ban từ lúc đi xa thực xa អនុញ្ញាតសម្រាប់គឺខ្មែរបងប្អូនគឺមកបាទក្នុងស្រុកនៅក្រៅស្រុកបាទជាដំណើរមកពីខ្មែរចាំចូលមកដល់បាទតែឥឡូវចាំបានបានធ្វើការងារនៅខេត្តបន្ទាយមានជ័យបាទឥឡូវនេះគឺថានេះជាគ្រូថាទី4ហើយដែលខ្ញុំបានមករួមជាមួយសំណាក់បងប្អូនក្រុមការងារមួយទីខ្មែរជួយឲ្យពីប្រសាទបានដឹកនាំនៅខាងការជាអំណោយដែលទទួលបានពីពុកម៉ែបងប្អូនសាប់ជួយតាមរយៈមួយទីខ្មែរប្រចាំក្រុមរៀនបងប្អូនសម្រាប់ចែកជួយដល់គ្រួសារក្នុងទីគ្រួសារបងនៅខាងទីជាផ្ទាល់បាទទៅនេះbao ឡានទៅបាទទៅមកថាមកទៅដល់បាទថ្ងៃនេះតើស្រាយការพูดกันไม่แล้วទឹកលេចជ្រៅដែរមានតែខាភាសាមកចកែណាតាមទូទៅទៅយកមក10ប្រាក់ស្ដាប់មកថាបានទៅឃុំត្រឹមហូបគាត់អាយុប៉ុន្មានអាយុ40ជាងណា40ប្រហែលចែអើយខ្ញុំមានតែតាមតាមវិញពេលយ៉ាងហ្នឹងពេលយ៉ាងដែរតែចាំគាត់ប្រកបមុខរបរនេះអាចចាំស្អីក៏បានទៅបងទៅខ្ញុំធ្វើអីមិនកើតប្រេងទៅរកថ្ងៃបានថ្ងៃនេះដែរខ្ញុំបាននាំមកថវិកាមួយចំនួនពីបងប្អូនយើងនៅទីក្រុងវត្តផ្សេងប្រទេសបានទិញជាគ្រឿងហូបចុកឲ្យអ្នកនាងនិងក្រៅដូចជារបស់របរប្រើប្រាស់ផងដែរបាទជាមាន